យើងមើលធัวមានជំរឿចឹងណាយើងគិតទៅពីរឿងហេតុផលរបស់យើងចឹងទៅឲ្យសบายចិត្តប៉ុន្តែហេតុផលហ្នឹងវាអាចផ្លាត់ផ្លាតដោយអំណាចលោភៈក៏តែមានដែរចាប់យករបស់ក្នុងលោកត្រេកអររីករាយហេតុផលខ្លះមួម៉ៅក្តៅក៏ហើយកើតទុកសោកចិត្តជាមួយអ្នកដទៃប៉ុន្តែយើងកុំត្រឹងនៅមួយកន្លែងហ្នឹងអាស្រ័យប្រធัวវឹកហាត់អប់រំរហូតដល់ទៅគឺថាក្នុងចិត្តរបស់យើងស្រាលដាក់ចុះអ្វីសពគ្រប់ទាំងអស់ក្នុងលោកហ្នឹងគឺអ្វីមានហេតុផលត្រឹមត្រូវអត់សម្រាប់ឲ្យយើងកើតទុកមិនសោកចិត្តទេរឿងអីក៏ដោយសិតតែមានហេតុផលបរមត្ថបានយើងដឹងរឿងហ្នឹងហើយធ្វើឲ្យយើងព្រមជាមួយនឹងអ្វីដែលកើតឡើងក្នុងលោកដែលយើងអត់ជំទាស់តែកាលណាអត់ជំទាស់គឺអត់កើតទុកទេហ្នឹងហើយមិនបានអត់ជំទាស់មកពីបញ្ញាកើតឡើងដឹងថាអ្វីដែលត្រូវកើតវារមែងកើតហើយទឹកចិត្តដែលអ្វីកើតឡើងហ្នឹងវាមិនមែនអាក្រក់មករយយើងទេធ្វើឲ្យអ្នកដែលដឹងអ្វីដែលកើតហ្នឹងតាមសេចក្តីពិតទៅជាព្រះអរិយបុគ្គលទៀតវាអស្ចារ្យដល់ប៉ុណ្ណឹងទោះជាមិនត្រូវចិត្តយើងពីមុនហ្នឹងក៏ដោយតែអ្វីដែលត្រឹមត្រូវហ្នឹងអត់មានស្ដាប់បង្កប់វិជាណាទេអត់មានអ្នកណាមកសម្លុតគម្រាមកំហែងបានទេអត់មានអ្នកណាអំបកទេអត់មានអ្នកណាសោកប៉ាន់ទេគឺមានហេតុបានកើតអត់មានសោកទេហើយតែមានហេតុហើយអត់មានអ្នកណាមកគម្រាមមិនឲ្យកើតទេហេតុយ៉ាងណាគឺកើតយ៉ាងហ្នឹងសេចក្តីពិតហ្នឹងធ្វើឲ្យព្រះពុទ្ធអង្គបានត្រាស់ព្រះពុទ្ធអង្គដែលបានត្រាស់ជាព្រះពុទ្ធក៏មិនវាការដឹងការពិតហ្នឹងដែរព្រះបច្ចេកពុទ្ធគ្រប់ព្រះអរិយបុគ្គលទាំងអស់ដែលបានទៅជាព្រះអរិយបុគ្គលអត់មានយល់ញាតអត់មានស៊ីសំណោកអត់មានអីដូចថាបានខុសអំពីការដែលមានបរិញ្ញាដឹងសេចក្តីពិតនឹងទេតែមិនដឹងសេចក្តីពិតគឺអត់បានជាព្រះអរិយបុគ្គលមកដូច្នេះសេចក្តីពិតហ្នឹងណាយើងខ្វះការអប់រំចម្រើនបញ្ញាពេញចិត្តយើងចាប់យកល្ងងដដែលតោះចិត្តយើងបន្ទុះល្ងងដដែលអាល្ងងនោះវានៅក្នុងជាមួយនឹងអភិជាតោមនស្សនឹងឯងចឹងប៉ុន្តែយើងស្ដាប់រឿយថាអ្វីដែលកើតក្នុងលោកជាការពិតហ្នឹងណាមិនអាក្រក់សម្រាប់អ្នកណាទេណាថែមទាំងធ្វើឲ្យអ្នកណាដែលបានចូលទៅដឹងសេចក្តីពិតដោយបញ្ញាហ្នឹងទៅជាព្រះអរិយបុគ្គលឈ្នះលោកនេះរួចផុតចាកទុក្ខទាំងពួងទៀតផងចឹងសូមអនុមោទនាហ្នឹងហើយហ្នឹងគឺថាអរោភយថៈដែលយើងជារោគណាហើយសន្តរដ្ឋៈល្អទៅឆេកថៈឆ្លាតទៅហើយនឹងសុខវិបាកថៈនៅក្នុងភពហ្នឹងឲ្យមានវិបាកជាសុខដោយកម្មបច្ច័យប៉ុន្តែឧបនិស្សយបច្ច័យឲ្យសម្រេចអរិយមគ្គសូមឲ្យពុទ្ធបរិស័ទធម្មយាត្រាមានឧបនិស្ស័យអរិយមគ្គអរិយផលសំគួរពួកយើងមិនមែនអ្នកសាងលោកហ្នឹងណាហ្នឹងហើយយើងមិនមែនអ្នកសាងវត្តដាក់ហ្នឹងណាគ្រាន់តែយើងវាអត់តាន់បានដឹងអញ្ចឹងដល់ទៅពេលយើងបានដឹងណាយើងនឹងសំគួរនឹងទទួលព្រះនិព្វានណាព្រះនិព្វានជារបស់យើងនឹងហ្មងណាគឺត្រឹមត្រូវណាពីព្រោះមិនមែនយើងអ្នកសាងវត្តដាក់ហ្នឹងឯណាដល់តែយើងបានដឹងយើងប្រគល់វត្តដាក់ហ្នឹងឲ្យអនិច្ចំទុក្ខំអនត្តាឲ្យមេអញ្ចឹងព្រះនិព្វានជាសម្បត្តិរបស់យើងត្រង់ដែលមិនប្រកាន់នឹងឯងទៅចូលជាផលសម្រាប់ចូលជាផលសម្រាប់